បដៅលើនេះលីស៊ីជីក៏បាននិយាយថាអ្នកទាំងពីរគ្រាន់តែមើលការសម្ដែងឲ្យបានល្អទៅមិនបាច់ចូលទៅចិត្តជ្រៅទេយូចានក៏បាននិយាយថាគ្រូសាលីរបស់ឯងបែរជាខົບខិតជាមួយនឹងមនុស្សនៅអាកេហ៊ុយអ៊ីងដើម្បីទៅធ្វើបាបទៅកាន់សឿហួងលីស៊ីជីក៏បាននិយាយថាអ្នកមិនឡាយប្រមាថម្ចាស់គ្រូសាលីបានទេម្ចាស់គ្រូសាលីមិនដែលសហការជាមួយនឹងមនុស្សមកពីអាកេហ៊ុយអ៊ីទេខ្ញុំគ្រាន់តែចង់ដោះស្រាយចំនួនជាមួយនឹងសឿហួងដែលត្រូវបានគេយល់ច្រឡំទេហើយពេលនេះទើបគ្រូសាលីរបស់យើងទៅជួយសឿហួងវិញលីចិនវៃនិងលីហ្វៃយូក៏បានលោតចុះទៅក្រោមលីហ្វៃយូក៏បាននិយាយថាកណ្ដាលថ្ងៃចេះមនុស្សអាកេហ៊ុយអ៊ីបែរជាធ្វើសកម្មភាពលីចិនវៃក៏បន្តថាខ្ញុំធ្លាប់ធ្វើជាអ្នកសម្ងាត់ខ្ញុំនឹងដាក់ទូឃាតករយេលូអ្នកនៅទីនោះក៏បាននិយាយថាគ្រូសាលីនិងសឿហួងគឺគ្មានទំនាក់ទំនងល្អជាមួយនឹងគ្នាទេពេលនេះបែរជាខុសខិតជាមួយនឹងយេលូដើម្បីសម្លាប់សឿហួងហើយថែមទាំងនិយាយថាជួយទៀតពិតជាមិនចេះខ្មាស់គេមែនឥឡូវយើងមកមើលយេលូវិញយេលូក៏បានបញ្ចេញជាមួយនឹងព្រលឹងបាច់គុណដូចជាភ្នែកដែលមានធាតុភ្លើងលីហ្វៃយូក៏បញ្ចេញជាមួយនឹងស្ទិតដាវរាត្រីរាប់រយលីជៀនវៃក៏បានបញ្ចេញជាមួយនឹងស្វាមីតួចរក្រទាំង3ក៏បានវាយប្រហារទៅកាន់សឿហួងទាំង3ព្រមគ្នាសឿហួងក៏បាននិយាយថាគ្រូសាលីបែបជារៀបចំអន្ទាក់នៅទីនេះតែមើលស្រាវខ្ញុំពេកហើយរួចហើយបញ្ចេញជាមួយនឹងស្នៀតការជន់ជ្រីសង្គ្រាមខ្លាឃ្មុំផានដីក៏លោតទៅលើរួចហើយក៏លោតចុះមកវិញធ្វើឲ្យដីនៅទីនោះប្រេះរួចហើយក៏ទៅកាន់អ្នកទាំង3វិញអ្នកទាំង3ក៏ធ្វើការរឹងធម្មតាយេលូក៏ប្រើអំណាចនឹងថាមពលដើម្បីទប់ទល់ជាមួយដីនោះរួចហើយក៏វត្តទៅកាន់ប៉ៃអូយីងសឿហួងក៏បានយកប៉ៃអូយីងចេញដើម្បីកម្រើនៅទីតេងនៅកន្លែងជាវាយគ្នាលីវៃយូក៏បានបញ្ចេញជាមួយនឹងស្នដាវអាចផ្កាយវាយប្រហារទៅកាន់សឿហួងខ្លាឃ្មុំផែនដីក៏បានរងលីវៃយូក៏បានលោតទៅកាន់ប្រមាណដាវទៀតខ្លាឃ្មុំផែនដីមិនត្រឹមតែរងជាប់ទេក៏បានវាយប្រហារទៅកាន់លីវៃយូឲ្យខ្ទេចមកក្រោយវិញលីចិនវៃក៏ឲ្យបលឹងក្បាច់កូនរបស់ខ្លួនវាយប្រហារកាន់ខ្លាឃ្មុំផែនដីម្ដងក៏ប៉ុន្តែខ្លាឃ្មុំផែនដីក៏វាយខ្ទេចមកក្រោយវិញរួចក៏ថែមមកដៃទៀតធ្វើឲ្យប្រេះដីខាងក្រោមខ្ទេចលីចិនវៃយ៉ាងឆ្ងាយខ្លាឃ្មុំផែនដីក៏លើកស្វាមីទៅលើគេតែក៏យេលូក៏បានប្រត់ចូលម្ដងជាមួយនឹងលបឿនរលឿនរបស់គេក៏ប៉ុន្តែក៏ត្រូវបានសឿហួងមើលឃើញរួចក៏វត្តជាមួយនឹងស្វាមីទៅកាន់ឃាតករយេលូក៏ងាកខ្លួនចេញបន្តិចបញ្ជាជាមួយនឹងកំបិតវាប្រហារទៅកាន់សឿហួងធ្វើរបបពោះបន្តិចសឿហួងក៏បានបញ្ចេញជាមួយនឹងស្នៀតជន់ស្រីយ៉ាងព្រាមយេលូក៏ប្រើដាវដើម្បីទប់ទល់ជាមួយនឹងដីដែលផុសចេញមករួចហើយក៏បញ្ចេញជាមួយនឹងស្នៀតកៅភ្នែកនៃភាពឯកាវាយប្រហារទៅកាន់សឿហួងក៏បានបញ្ចេញជាមួយនឹងអាវក្រោះផែនដីដើម្បីធ្វើការការពារខ្លួនជាមួយនឹងជំនាញកម្រិតកំពូលបែបនេះសឿហួងគឺយកក្បាលយកទៅទប់ជាមួយនឹងផ្លែដាវតែម្ដងរួចក៏ដាក់ម្ដាយទៅកាន់យេលូលោតទៅថែមមួយជើងឲ្យយេលូដេកស្អាតលីចិនវៃក៏បានប្រើជាមួយនឹងកណ្ដាប់ដៃមាសដើម្បីវាយប្រហារទៅកាន់សឿហួងក៏បានបញ្ចេញជាមួយនឹងស្និតការប្រយុទ្ធដង្សាដែលយកខ្នងរបស់ខ្លួនទៅបុកជាមួយនឹងដៃរបស់លីចិនវៃធ្វើឲ្យបាក់រួចក៏ប៉ាំងទៀនជាងធ្វើឲ្យដេកស្អាតមួយទៀតបន្ទាប់ពីអ្នកទាំង3ចាញ់ហើយលីចិនជីក៏បាននិយាយថាទេពកសលធានបៃទៀនឈាវពិតជាមានកម្លាំងខ្លាំងមែនសមនឹងគេឈ្មោះដែលទទួលបានរួចហើយក៏ចុះទៅក្រោមធ្វើការវាយប្រហារទៅកាន់សឿហួងក៏បានបញ្ចេញជាមួយនឹងគ្រឿងសើផែនដីដើម្បីការពារខ្លួនក៏ប៉ុន្តែលីចិនជីគឺនៅតែអាចវាយទៅកាន់សឿហួងឲ្យខ្ទេចមកក្រោយបានសឿហួងក៏បានសួរថាតើអ្នកមិនខ្លាចសាលាធានបៃបំផ្លាញគ្រួសាររបស់ឯងទេលីចិនជីក៏បានតទៅវិញថាសាលាធានបៃនឹងជាស្អីថ្ងៃនេះខ្ញុំនឹងសម្លាប់ឯងយូវៃនិងយូចានក៏ចុះមកក្រោមយូចានក៏បានបញ្ចេញជាមួយនឹងព្រលឹងក្បាច់គុណដាវថ្មីនេះដើម្បីធ្វើការវាយប្រហារទៅកាន់លីចិនជីក៏បានបញ្ចេញជាមួយនឹងគ្រឿងសឹកមាសកម្រិតធម្មតាដើម្បីធ្វើការទប់ទល់ជាមួយនឹងការវាយប្រហាររបស់យូចានយូវៃក៏បានបញ្ចេញជាមួយនឹងព្រលឹងក្បាច់គុណស្ដេចផ្កាធូលីពណ៌ស្វាយបញ្ចេញជាមួយនឹងវ៉លជាច្រើនដើម្បីចាប់ចងដៃចងជើងអាវក្រោះមាសរបស់លីចិនជីក៏ធាក់ដីមួយជើងវ៉លជាច្រើនក៏រសាយបាត់ទៅវិញយូវៃក៏បានបញ្ចេញជាមួយនឹងដាវផ្កាវាយប្រហារម្ដងទៀតយូចានក៏បញ្ចេញជាមួយនឹងស្នេហ៍ទៅតែទទួលបានដែលជាជំនាញទួយទាយសឿហួងក៏បានបញ្ចេញជាមួយនឹងស្នេហ៍ជន់ឈីអង្ក្រេតទោះបីជាស្នេហ៍ទាំង3វាយប្រហារក្នុងពេលតែមួយលីចិនជីក៏នៅតែទប់បានអំណាចថាមពលដែលបានប៉ះទង្គិចគ្នាក៏បានសាយភាធ្វើឲ្យសឿហួងខ្ទេចមកក្រោយសូម្បីតែអ្នកកំពុងមើលក៏រត់ចេញដែរជួយជាមួយនឹងស្ថានភាពអាក្រក់បែបនេះបលឹងក្បាច់គុណភ្លោះដែលជាសត្វស៊ូសាគូក៏ចង់មកប្រយុទ្ធដែរក៏ប៉ុន្តែសឿហួងបានប្រាប់ដាវព្រះក៏មកយកវាចេញមកសឿហួងមិនទាន់ត្រូវការជំនួយពីដាវព្រះទេងាកមកខាងយូចានវិញយូចានក៏បានបញ្ចេញជាមួយនឹងស្នៀតដាវថ្មីនេះគ្រីនេះមួយក៏បានចេញមករហែកចូលទៅក្នុងដាវយូវៃក៏បានបញ្ចេញជាមួយនឹងស្នៀតដាវផ្កាបញ្ចូលទៅក្នុងដាវនោះថែមរួចក៏បញ្ជូនទៅកាន់សឿហួងក៏បញ្ចេញជាមួយនឹងខ្លាឃ្មុំផែនដីដើម្បីទទួលដាវនោះខ្លាឃ្មុំផែនដីក៏គវីដាវនោះសាកមើលដាវនោះក៏បានប្រែទៅជាពណ៌ក្រហមដូចជាខ្លាឃ្មុំផែនដីដែរបើចង់ដឹងថាស្នៀតប្រយុទ្ធអ្នកទាំង3រួមបញ្ចូលគ្នាអាចយកឈ្នះទៅកាន់លីចិនជីឬអត់គឺមានតែភាគក្រោយទេក៏ព្រោះតែភាគនេះគឺបានបញ្ចប់ត្រឹមហ្នឹងកុំភ្លេច like និង subscribe នៅមួយផងអូខេបាយបាយអ្នកទាំងអស់គ្នា